ប្រតិបត្តិការត្រូវបានបញ្ចប់ករណីសម្លាប់ក្មេងស្រីនៅក្នុងបន្ទប់ទឹកដោយឃាត់ខ្លួនបានជនសង្ស័យចំនួន3នាក់ករណីរំលោភហើយសម្លាប់យុវតីប្លន់យកទ្រព្យសម្បត្តិនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រោះសង្កាត់សំរោងខណ្ឌព្រែកភ្នៅត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃទី21ខែឧសភាឆ្នាំ2025នេះក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញសូមបញ្ជាក់ថាជនដៃដល់មានអាយុ18ឆ្នាំចំណែកឯជនដែលរួមគំនិតទើបតែអាយុ15-16ឆ្នាំប៉ុណ្ណោះបន្ទាប់ពីសាកសួរជនទាំង3រូបនោះបានសារភាពថាពួកគេទាំង3បានយកថ្នាំងងុយគេងដាក់ចូលក្នុងភេទផ្ទះឲ្យយុវតីរងគ្រោះផឹកហើយក៏ចាប់រំលោភរួចសម្លាប់នាងដើម្បីប្លន់យកទ្រព្យសម្បត្តិបច្ចុប្បន្នជនសង្ស័យឈាមរាវទាំង3ត្រូវបានកម្លាំងអធិការដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញ